ជំងឺធ្លាក់ទឹកចិត្តមិនមែនមានត្រឹមតែអារម្មណ៍សោកសៅនោះទេពេលមនុស្សម្នាក់មានជំងឺធ្លាក់ទឹកចិត្តខួរក្បាលរបស់គាត់ពោរពេញដោយគំនិតអវិជ្ជមានឧទាហរណ៍ខ្ញុំគ្មានតម្លៃវាជាកំហុសរបស់ខ្ញុំតូចចិត្តអស់សង្ឃឹមគំនិតទាំងនេះកើតឡើងម្ដងហើយម្ដងទៀតដែលធ្វើឲ្យពិបាកផ្ដោតអារម្មណ៍សូម្បីតែអានសៀវភៅឬក៏និយាយជាមួយអ្នកដទៃក៏ពិបាកដែរទីពីរវាក៏ប៉ះពាល់ដល់អាកប្បកិរិយាអ្វីដែលធ្លាប់ធ្វើទៅសប្បាយចិត្តឥឡូវមិនសប្បាយទៀតទេមិនចង់ធ្វើអ្វីទាំងអស់អស់កម្លាំងនេះមិនមែនជាការខ្ជិលទេនេះគឺជាផលវិបាកនៃជំងឺធ្លាក់ទឹកចិត្តរាងកាយរបស់យើងក៏រងផលប៉ះពាល់ដែរឧទាហរណ៍ឈឺចាប់ពេញខ្លួនប្រាណតឹងទ្រូងមិនស្រួលពោះឈឺក្រពះនឿយហត់ជាប្រចាំសរុបមកជំងឺធ្លាក់ទឹកចិត្តប៉ះពាល់ទាំងអារម្មណ៍គំនិតអាកប្បកិរិយានិងរាងកាយរបស់យើងបើអ្នកឬក៏អ្នកជុំវិញមានរោគសញ្ញាបែបនេះអ្នកមិនមែនខ្សោយឬខ្ជិលនោះទេវាគឺជារោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត